សួស្តីបងស្វាគមន៍មកកាន់អាម៉ាយ៉ា Homestay ទីនេះគឺជាវីឡាដំណាក់ Vivo 07 ជាមួយទស្សនវិជ្ជានៅជុំវិញនៃវីឡាមួយនេះនៅខាងមុខគឺមានទេសភាពភ្នំទីធ្លាធំទូលាយដែលអាចឲ្យបងងាយស្រួលក្នុងការចតរថយន្តជាមួយគ្នានេះដែរពេលដែលបងចូលទៅខាងក្នុងវីឡាគឺមានទ្វារ2ទ្វារកញ្ចក់បងចង់ចូលទ្វារខាងមួយណាក៏បានដែរតោះឥឡូវយើងចូលទៅមើលនៅខាងក្នុងក៏ដូចជាទស្សនវិជ្ជានៅខាងក្នុងវីឡាហើយកន្លែងកង់តាក់បើកភ្លើងគឺនៅទីនេះបងនៅខាងក្នុងវីឡាគឺយើងមានបន្ទប់គេង2បន្ទប់ទឹក3ហើយនឹងផ្ទះបាយ1រួមទាំងមានបន្ទប់ទទួលភ្ញៀវនិងដៃនេះហើយមានតុសម្រាប់អង្គុយញ៉ាំអាហារបានចំពោះទស្សនវិជ្ជានៅខាងក្នុងនៃវីឡាដំណាក់ Vivo 07 នេះគឺមានបន្ទប់គេង2ផ្ទះបាយ1បន្ទប់ទឹក3ផ្ទះបាយបន្ទប់ទទួលភ្ញៀវរួមទាំងមានអាងហែលទឹកមួយផងដែរអ្វីដែលយើងបានបង្ហាញបងនេះគឺជាផ្ទះបាយហើយផ្ទះបាយគឺថាមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់មានដូចជាចានឆ្នាំងកំសៀវដាំទឹកឆ្នាំងដាំបាយអគ្គិសនីចង្ក្រានអគ្គិសនី microwave ទូទឹកកកងាយស្រួលទៅដល់បងពេលដែលបងមកលំហែនៅទីនេះគឺអត់ពិបាកក្នុងការនឿយយកអីវ៉ាន់មកតាមច្រើនទេព្រោះដោយសារតែនៅទីនេះគឺថាមានសម្ភារៈប្រើប្រាស់ហើយជាស្រេចអញ្ចឹងពេលដែលបងមកគឺបងទិញតែម្ហូបមកមានបន្លែមានសាច់មានគ្រឿងសមុទ្រអ្វីដែលសំខាន់ហ្នឹងគឺថានៅទីនេះគឺមានគ្រឿងទេសហើយជាស្រេចហើយអំបិលស្ករប៊ីចេងអីហ្នឹងអង្ករដាំបាយក៏យើងបានរៀបចំរួចជាស្រេចហើយដែរបន្ទាប់ពីយើងបានមើលពីទស្សនវិជ្ជានៅផ្ទះបាយរួចឥឡូវយើងនាំបងមកមើលពីបន្ទប់គេងនៅក្បែរនឹងផ្ទះបាយនឹងមុនគេខាងក្នុងបន្ទប់គេងនេះដែរគឺមានទូសម្រាប់ដាក់សម្លៀកបំពាក់និងដាក់អីវ៉ាន់ផ្សេងៗដោយសារតែវាមានភាពធំទូលាយមានទូដែកមានកញ្ចក់សម្រាប់ឆ្លងយ៉ាងណាមិញបន្ទប់គេងក៏មានភាពធំទូលាយមានម៉ាស៊ីនត្រជាក់មានពន្លឺចេញចូលគ្រប់គ្រាន់ហើយជាពិសេសនៅខាងមុខហ្នឹងគឺមានកញ្ចក់ដែលអាចឲ្យបងអង្គុយគន់មើលទេសភាពពីខាងក្នុងបន្ទប់គេងនេះបានផងដែរសម្ភារៈនៅក្នុងបន្ទប់ទឹកមានកន្សែងមានសាប៊ូកក់សក់សាប៊ូដុសខ្លួនព្រមទាំងមានបាសថប់មកជាមួយនឹងទឹកក្តៅទឹកត្រជាក់ផងដែរចំណែកបន្ទប់គេងមួយទៀតវិញគឺនៅក្បែរនឹងអាងហែលទឹកលក្ខណៈបន្ទប់គេងនេះគឺស្រដៀងគ្នាទៅនឹងបន្ទប់គេងមួយទៀតនៅក្បែរនឹងផ្ទះបាយមានភាពធំទូលាយមានម៉ាស៊ីនត្រជាក់បន្ទប់ទឹកទូសម្រាប់ដាក់សម្លៀកបំពាក់និងអីវ៉ាន់ផ្សេងអញ្ចឹងនៅខាងក្នុងបន្ទប់គេងនេះគឺយើងមានទ្វារកញ្ចក់នៅខាងមុខមួយហើយនិងទ្វារឈើនៅខាងក្រោយមួយទៀតអញ្ចឹងបងចង់ចូលមួយណាក៏បានចេញចូលតាមប្លុកខាងមុខក៏បានខាងក្រោយក៏បានដែរតោះបងឥឡូវយើងមកមើលនៅក្នុងបន្ទប់ទទួលភ្ញៀវវិញម្ដងសម្រាប់បន្ទប់ទទួលភ្ញៀវនេះគឺយើងមានទ្វារចេញចូល3ទ្វារកញ្ចក់បងហើយយើងអាចក្រោយបានអញ្ចឹងនៅខាងក្នុងនេះគឺយើងមានកង្ហាលមានម៉ាស៊ីនត្រជាក់មាន Smart TV ព្រមទាំងមានសាឡុងសម្រាប់អង្គុយដែលបងអាចចង់គេងក៏បានគ្រាន់តែបើសិនជាបងមកជាគ្នាច្រើននេះអញ្ចឹងបងអាចគេងបានគ្រាន់តែយើងបិទទ្វារកញ្ចក់ទៅយើងបើកម៉ាស៊ីនត្រជាក់អីទៅយើងអាចគេងសម្រាប់បានហើយនៅខាងក្នុងវីឡាបើសិនជាបងមកជាលក្ខណៈគ្រួសារហើយមានក្មេងតូចៗដែលគាត់មកយើងក៏មានសម្ភារៈមួយចំនួនសម្រាប់ឲ្យពួកគាត់លេងដូចគ្នាមួយវិញទៀតនៅក្បែរបន្ទប់ទទួលភ្ញៀវនេះក៏មានបន្ទប់ទឹកនៅខាងក្រៅផងដែរងាយស្រួលទៅដល់បងពេលដែលបងមកគ្នាច្រើនអីគឺអត់ពិបាកក្នុងការរងចាំចូលបន្ទប់ទឹកទេអរគុណច្រើនបងសង្ឃឹមថាបងនឹងពេញចិត្តហើយពួកយើងនឹងរងចាំបងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអាម៉ាយ៉ា Homestay